លោកឧត្តមស្នេហ៍ទូសិទ្ធឡោះដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារចាំបាច់ដល់កងកម្លាំងនគរបាលក្រោមអបាទស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមស្នេហ៍ទូសិទ្ធឡោះកាលពីថ្ងៃទី19ខែមិថុនាឆ្នាំ2025បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការងារចាំបាច់ចំពោះមុខនិងយុទ្ធសាស្ត្រការពារជាតិតាមបណ្ដោយព្រំដែនកម្ពុជាថៃដល់កងកម្លាំងនគរបាលផែនជំនាញលោកអធិការនគរបាលក្រុងស្រុកទាំង9លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកទាំង4កម្លាំងនគរបាលកងអន្តរាគមន៍លោកឧត្តមស្នេហ៍ត្រីរ៉ែមវីរៈស្នងការរងផែនការងារសេនាធិការបានឡើងអានរបាយការណ៍ផ្សព្វផ្សាយផែនការនិងបែងចែកការងារការទទួលខុសត្រូវដល់កងកម្លាំងគ្រប់អង្គភាពចំណុះដើម្បីឲ្យការចាត់តាំងអនុវត្តមានរបៀបរៀបរយប្រកបដោយភាពរលូននិងប្រសិទ្ធភាពលោកឧត្តមស្នេហ៍ទូសិទ្ធឡោះបានដាក់ចេញផែនការដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់លើការអនុវត្តការងារទូនីតិភារកិច្ចរបស់ខ្លួនឲ្យបានល្អត្រូវពង្រឹងការយាមល្បាតប្រចាំការ24ម៉ោងពង្រឹងការងារសន្តិសុខសង្គមនិងសន្តិសុខព្រំដែនពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទត្រួតពិនិត្យអាវុធជាតិផ្ទុះពេលរាត្រីនិងក្មេងទំនើងត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ដើម្បីការពារបូរណភាពដែនដីដើម្បីបុព្វហេតុជាតិមាតុភូមិក្នុងករណីមានហេតុការណ៍បន្ទាន់